សួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះនាងសុកនេះហើយថ្ងៃនេះនាងខ្ញុំមានកិត្តិយសដែលបានចូលរួមជាមួយក្រុមសប្បុរសធម៌ជាមួយបងប្រុសលីហូសាន់ហើយនឹងបងស្រីច័ន្ទយ៉ានីហើយនឹងចន្ទដាហើយនឹងវ៉ារីហើយថ្ងៃនេះដែរពួកខ្ញុំទាំងអស់គ្នាបាននាំអំណោយរបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដែលបាននាំយកមកឲ្យនិយាយទេភូមិឲ្យគាត់ចាស់ជរាហើយគ្មានទីពឹងគាត់ខកលំបាកជួបនូវភាពលំបាកលំបិនខ្វះខាតការហូបចុកស្លៀកពាក់អញ្ចឹងថ្ងៃនេះគឺក្រុមសប្បុរសជនដែលបងលីហូសាន់គាត់បានទទួលអំណោយពីក្នុងនិងក្រៅប្រទេសដើម្បីមកជួយផ្ដល់ឲ្យលោកយាយដើម្បីកាត់បន្ថយភាពខ្វះខាតនិងទុក្ខលំបាករបស់គាត់ផងដែរហើយសូមអរគុណសូមជម្រាបសួរលោកយាយបាទជម្រាបសួរបាទយើងជួបគ្នានៅថ្ងៃនេះគឺលើកទីប្រហែលចាំអត់អត់ចាំទេឥឡូវលើកក៏ស្មានលើកទីប្រហែលបើយើងជួបគ្នាអនឡាញហ្នឹងណាបាទដូចស្មានបាទឥឡូវនេះក៏នេះគឺជាក្រុមការងាររបស់ខ្ញុំបាទមានបងស្រីហើយនៅថ្ងៃខាងមុខនេះពួកខ្ញុំទាំងអស់គ្នាដែលជាក្រុមស្ម័គ្រចិត្តនឹងទទួលយកអំណោយពីសប្បុរសជនដែលមានចិត្តណិតសូរជួយដល់ចាស់ជរាដូចជាក្មេងកំព្រានិងជនក្រីក្រនៅតាមតំបន់ដាច់ស្រយាលបាទហើយនេះគឺបងស្រីយ៉ានីដែលជាក្រុមការងាររបស់ខ្ញុំទាំងអស់គ្នានេះបាទបងស្រីថ្មីបងឈ្មោះអីអូសួស្ដីបាទសួស្ដីហើយបងស្រីឈ្មោះអីមិញខ្ញុំឈ្មោះសុកលីបាទសុកលីណាបាទអរគុណច្រើនហើយថ្ងៃនេះខ្ញុំបានទទួលថវិកាពីបងប្អូនសប្បុរសជនដែលគាត់បានបរិច្ចាគមកជួយដល់លោកយាយគឺចំនួន$20ហើយក្នុងនោះដែរគឺគាត់បានជួយជាសរងបាទសរងនោះគឺ2នឹងអាវនេះលោកយាយពាក់សមដល់លោកយាយនោះហើយនឹងកម្មាមួយអង្គ20គីឡូបាទនិងថវិកាចំនួន$20សម្រាប់ជួយដល់លោកយាយទៀតភូមិរស់នៅក្នុងភូមិទឹកចេញឃុំចង្គ្រាវស្រុកលាភៀខេត្តកំពង់ឆ្នាំងបាទសូមអរគុណទៅដល់បងស្រីអូនវីដែលបានប្រមូលថវិកាពីបងប្អូនសប្បុរសជននៅប្រទេសជប៉ុនបាទនាមឈ្មោះសប្បុរសជនទី1បងអ្នកស្រីសុកទូចស្រីពៅបាទទី2អ្នកស្រីសុកឈិនណាគ្រីបាទតាមរយៈបងស្រីអូនវីបាទដែលគាត់បានជួយថវិកាមកលោកយាយបានចឹងដែរលោកយាយមានពាក្យពេចន៍អ្វីដើម្បីនឹងថ្លែងអំណរគុណទៅដល់បងប្អូនសប្បុរសជននេះបងណាសូមជួយបាទសុខទៀតអូបាទជន់នេះបាទអង្គស្រូវក្អោបទៀតលោកយាយថើបមកមើលថើបហើយតែណាបាទក្អោបក៏ល្អមែនតើក្អោបមែនតើចាក៏តែយើងចាអ៊ីថ្ងៃសំតិចបាទឥឡូវបងស្រីលោកយាយជូនថវិកាលោកយាយទៅបាទហ្នឹងចំនួនថតស្លឹកខ្លះទៅកាមេរ៉ាថតស្លឹកកាទៅបាទអរគុណហើយអញ្ចឹងជាចុងក្រោយលោកយាយមានពាក្យពេចន៍អ្វីដើម្បីនឹងថ្លែងអំណរគុណទៅដល់បងប្អូនសប្បុរសជនដែលគាត់បានបរិច្ចាគថវិកាផ្ទាល់ខ្លួនដែលជាវិជាឈាមរបស់គាត់ដែលខំស្វែងរកទាំងយប់ទាំងថ្ងៃហើយទៅសុខចិត្តបរិច្ចាគជួយមកដល់លោកយាយណាដោយសារគាត់ឃើញคลิปវីដេអូដែលខ្ញុំផុសផ្សាយសូមជំនួយពីសប្បុរសជនហើយបងប្អូនសប្បុរសជនយើងក៏បានជួយមកបន្តដើម្បីជួយដល់លោកយាយណាបាទអរគុណសូមលោកយាយបាទយកទឹកណាលោកយាយណារាប់មើលអត់រាប់អត់គុំអត់នៅបាទរាប់មើលយនេះក៏ឲ្យបងប្អូនសប្បុរសជនគាត់ទុកចិត្តណាព្រោះនេះជាថវិការបស់គាត់បាទ16ស្លឹកបាទក៏ជូនគាត់ទៅតែជាចុងក្រោយលោកយាយមានពាក្យពេចន៍អីដើម្បីថ្លែងអំណរគុណដល់អរគុណសូមឲ្យគាត់បាទសុខភាពល្អអបយល់ទីអត់ចេះណាតែសុបាយចិត្តបាទអរគុណច្រើនអញ្ចឹងបងស្រីមានពាក្យពេចន៍អ្វីដើម្បីនឹងថ្លែងអំណរគុណទៅដល់បងប្អូនសប្បុរសជនហ្នឹងនៅចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្ដល់ជាថវិកាជូនលោកយាយនៅថ្ងៃហ្នឹងបាទហើយនឹងសម្ភារៈមានអង្គក្រមា
ហើយនឹងសារ៉ុង ពីអាវនេះ សារ៉ុង2អាវ1ជូនដល់លោកយាយ aiខ្ញុំពុកពាក់ ចាឃើញលោកយាយកំពុងតែពាក់ស្អាតហើយគាត់អញ្ចឹងដូចនេះនាងខ្ញុំសូមថ្លែងអំណរគុណចំពោះពួកគាត់ចំនួនលោកយាយសូមឲ្យគាត់មានសុខភាពល្អមានកម្លាំងកម្លាំងមកមួននិងអាយុយឺនយូរជួបតែសេចក្តីសុខគ្រប់ពេលវេលាសូមអរគុណ បាទបងបាទ ហើយ នេះខ្ញុំសូមថ្លែងអំណរគុណដល់បងម្ចាស់ជំនួយសប្បុរសជនបងស្រីសុកទូចស្រីពៅអ្នកស្រីសុកឆាន់ណាគ្រីតាមរយៈបងស្រីអូនវីនេះខ្ញុំសូមអរគុណដល់ សម្រាប់ជន ស ទាំង ប្បុរសជនទាំងអស់ បាទ ហើយនេះខ្ញុំសូមជូនពរដល់បងទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនជួបតែសុខចម្រើនសុខភាពល្អសំណាងល្អ បាទអូខេហើយបងស្រីតោះ ចាខ្ញុំសូមអរគុណទៅដល់បងដែលបានជួយទៅដល់និយាយខ្ញុំសូមបងឲ្យបងទៅទីណាកន្លែងណាសូមជួបតែសេចក្តីសុខហើយសូមឲ្យមានសុខភាពល្អមានសម្រស់កាន់តែស្អាតស្អាតហើយសូមឲ្យបងប្រាថ្នាអ្វីឲ្យបានតែសម្រេចតាមសេចក្តីបំណងរបស់ ហើយតាបង ចាខ្ញុំក៏សូមអរគុណដែរដល់បងសូមឲ្យបងទទួលទានបានហើយនឹងសុខភាពល្អនិងអរគុណពេលវេលា បាទបាទអរគុណច្រើនហើយថ្ងៃនេះក្រុមការងាររបស់ខ្ញុំបាទហើយនឹងបងអូនស្រីយ៉ានីទាំងអស់ហ្នឹងគឺហេតុអីបានជាខ្ញុំប្រមូលគ្នាមកបងប្អូនសម្រាប់ជនហើយជាងឿងឆ្ងល់ថាកន្លងមកគឺមានតែខ្ញុំម្នាក់ឯងហើយនឹងប្រហែលសប្តាហ៍នេះគឺមានបងអូនស្រីយ៉ានីនិងបងអូនស្រីចិន្តាឥឡូវនេះគឺមានបងអូន3នាក់ទៀតសិតស្រីស្អាតចូលរួមបាទហើយដោយសារខ្ញុំមានបំណងមួយបាទបង្កើតជាក្រុមមួយស្ម័គ្រចិត្តសម្រាប់ជួយដល់ពុកម៉ែបងប្អូននិយាយរួមគឺទូទាំងប្រទេសកម្ពុជាតែម្ដងដែលគោលបំណងខ្ញុំនៅថ្ងៃអនាគតហើយថ្ងៃនេះនៅសប្តាហ៍នេះគឺខ្ញុំមិនទាន់បានមានលទ្ធភាពសម្រាប់ជួយទូទាំងប្រទេសទេគឺខ្ញុំជួយតាមឃុំក៏ដូចជាជួយតាមខេត្តផ្សេងៗ2-3ខេត្តតែប៉ុណ្ណោះហើយសង្ឃឹមថាបងអូននេះបងអូនស្រីខាងនេះហើយបងអូនស្រីខាងនោះហើយពួកយើងនឹងព្យាយាមរកជំនួយនឹងនិយាយប្រាប់ពីគោលបំណងរបស់យើងទាំងអស់គ្នាដើម្បីជួយទៅដល់សង្គមជាតិក៏ដូចជាជួយដល់ចាស់ជរានិងក្មេងអនាថាដូចជាក្មេងកំព្រាផងដែរបាទអញ្ចឹងបងអូនស្រីមានវាពេចអ្វីបាទ ជាចុងក្រោយនេះខ្ញុំសូមអរគុណដល់សប្បុរសជនទាំងអស់គ្នាទាំងក្នុងស្រុកនិងក្រៅស្រុកហើយក៏សូមជូនពរឲ្យបងប្អូនរកស៊ីមានបានជាក់ជុំទីកន្លែងណាជួបតែក្តីសុខចម្រើនរហូតដល់ទៅ ចង់ដឹងពីអារម្មណ៍លោកយាយវិញណាដល់ការលើកមុនលោកយាយថាអត់មានអ្នកយកចិត្តទុកដាក់ចំពោះលោកយាយហើយលោកយាយក៏ប្រកបមុខរបរស៊ីឈ្នួលដកស្ទូងទាំងអាយុ80ជាងណា80ជាង70បាទ77ឆ្នាំเนาะហើយអញ្ចឹងឥឡូវនេះឃើញកូនក៏ដូចជាចៅទាំងអស់នេះគឺចូលរួមជួយទោះបីមិនមានថាវិការផ្ទាល់ខ្លួនក៏ប៉ុន្តែបងប្អូនសុខចិត្តចំណាយពេលវេលាអ្នកខ្លះនៅដល់ភ្នំពេញបាទហើយបងប្អូននេះក៏នៅភ្នំពេញណាបាទសុខចិត្តមកចូលរួមដើម្បីចុះសួរសុខទុក្ខដល់លោកយាយបាទអញ្ចឹងក៏សូមលោកយាយជូនពរចៅក៏ដូចជាម្ចាស់ជំនួយជាពិសេសគឺម្ចាស់ជំនួយឲ្យគាត់រស់ស៊ីមានបានដើម្បីជួយដល់លោកយាយសារជាថ្មីម្ដងទៀតណាបាទអរគុណ មានស្អី បាទ ឲ្យគាត់សុខភាពល្អ ចាំសាយាយ បាទចា សូមចាស់មានសុខភាពល្អអូស៊ីមានបានតែទីណាខ្លះណាសូមចាស់សុខ បាទអរគុណច្រើនហើយអរគុណបាទជាចុងក្រោយមុននឹងបញ្ចប់កម្មវិធីនេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់បងប្អូនសប្បុរសជនទាំងទាំងក្នុងនិងក្រៅប្រទេសហើយជាពិសេសគឺបងប្អូនសប្បុរសជនដែលបានជួយមកដល់លោកយាយទេពហើយគឺគាត់មានសពគ្រប់អស់ហើយបាទមានដងទឹកហើយមានបន្ទប់ទឹកដែលខ្ញុំកំពុងតែធ្វើហើយទេពខ្ញុំបាទដែលខ្ញុំកំពុងតែជួយទាំងនេះមានសប្បុរសជនជួយអស់ហើយថ្ងៃនេះប្រហែលជាថ្ងៃចុងក្រោយក៏ឬយ៉ាងម៉េចដែរលោកយាយណាដែលបានទទួលជំនួយបាទខ្ញុំសូមអរគុណទៅដល់អ្នកស្រីសុកទូចស្រីប៉ៅបាទសូមអរគុណទៅដល់អ្នកស្រីសុកឈិនណាគ្រីបាទហើយសូមអរគុណទៅដល់បងអូនស្រីអូនវីដែលបានប្រមូលថវិកាពីបងប្អូនសប្បុរសជននៅប្រទេសជប៉ុន
ជួយដល់លោកយាយទៀតហើយទីភូមិនេះបាទហើយជាចុងក្រោយខ្ញុំបាទក៏សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោកគុណបុណ្យបារមីព្រះរតនត្រ័យ កែវទាំង3ទោះបារមីទេវតាឆ្នាំថ្មីព្រះនិមិត្តទេវីសូមឲ្យព្រះអង្គប្រោះប្រទានពរជ័យសិរីសួស្តីជ័យជំនះពលវិបុលសុខមហាប្រសើរជូនដល់សប្បុរសជនដែលមានឈ្មោះជួយដល់លោកយាយទេពភូមិនៅថ្ងៃនេះគឺសូមឲ្យទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនអាយុយឺនយូរសុខភាពល្អសំណាងល្អជោគជ័យល្អសុវត្ថិភាពរកការធ្វើដំណើរផ្លូវទឹកផ្លូវគោកផ្លូវអាកាសជាពិសេសគឺសូមឲ្យសមប្រកបនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុបណ្ណៈសុខៈពលៈ8គឺលើឡើយបាទសូមអរគុណ